đi à ai mơ tôi tới nụ không mình xây nụ bột lan cây hói tao mơ từ cả khối khát tới mình ở tí tí mệt hói à trơn mình thở mẹ con bọc lan cây hơi mình đang thở ọc mà tê mây nhưng mình đang thở mai tê ba nhưng thở mai tê ôn sấy chắc cái mình nói té ôn chập rồi tới ôn sấy mà đây có ôn chim tôi bột lan chân bông pro ôn chim tôi bây giờ vào này kê con bọc lan tê tam tới mơ cả khối khát mà mình ở tí tí ở lên ní mà chắc cái mà ban nơi tí ôn mà phải nhập tới mày nấy ôn chập tới bông pro ôn bọc lan cây chân ôn trời sông lôi lan cây tụm nơm chân chắc tí có bay pon đấy ôn mình lôi tíខ្ញុំគ្មានលុយទេបងប្រុសបើគ្មានទេអូបញ្ញាប់ទៅឆាប់ទៅណាបានគេទំនើបចឹងមើលម្ចាស់គេមកតន់នឹងចាប់អើយជីតាមផ្លូវប្រយ័ត្នផងណាពូស្រីបោប្រុសនេះជាឡារបស់បងមិនក៏មិនទៀតថ្លៃខូចខាតទៅមិនអីទេរឿងមិនទីមទួយតាបើអាចជាស្រ័យគ្នាបានក៏ជាស្រ័យគ្នាខ្លះទៅខ្ញុំមើលទៅនាងគឺគួរអាណិតណាស់អាណិតនាងអញ្ចឹងហ៎មើលទៅឡាលោកមិនធ្វើអត់តិចទេបងប្រុសនាងគ្រាន់ជាក្មេងស្រីទាំងជួនម្នាក់តើនាងមានសមត្ថភាពឯណាមកសងថ្លៃខូចខាតយើងរាល់ថ្ងៃនាងរើបានតែបន្តិចបន្តួចដើម្បីចិញ្ចឹមគ្រួសារនិងចិញ្ចឹមខ្លួនឯងតែប៉ុណ្ណោះរស់នៅក្នុងសង្គមជាមួយគ្នារឿងខ្លះបើយើងអាចអធិស្ឋានគ្នាបានក៏អធិស្ឋានគ្នាខ្លះទៅតើល្អទេសីយ៉ាងចូលសម្ភារឈប់សិនបងតាណាបាត់ប្រហែលឆ្នាំអូនបានដឹងរឿងអីដោយសារតែអូនឈឺបងត្រូវលក់ឡានលក់ផ្ទះមិនក៏ពេលអូនចេញពីពេទ្យបងទៅចោលអូនបានចឹងអូនប្រុសថ្ងៃនេះបងចេញពីពេទ្យមិនឃើញស៊ីយ៉ាងមកទទួលបងចឹងប្រហែលគាត់ចុះរវល់ហើយទៅបងស្រីមិនបាច់ទេទៅគាត់ទេគាត់បាននៅទៀតទេហាមិនចឹងគាត់មានរឿងអីហ៎គាត់ថាមិនបាននៅជាមួយបងទៀតទេថ្លៃជាបានប្រិយបាកាទាំងអស់គឺគាត់បានចេញរួចអស់ហើយអូនដឹងថាបងខ្លាចអូនពិបាកហើយក្តីស្រឡាញ់ដែលបងមានចំពោះអូនដឹងអស់ហើយពេលនេះបងនៅតែឯងទេជីវិតបងពេលនេះពិតជាលំបាកប៉ុន្តែបងមិនចង់ឲ្យអូនមកពិបាកជាមួយបងទេអេបងតាណានៅជាមួយអូនហើយអូនសន្យានឹងនៅជាមួយបងអស់មួយជីវិតបងមិនបាច់បារម្ភទេនេះសោឡាននិងសោផ្ទះរបស់យើងបងប្រុសខ្ញុំសុំ10យ៉េនអត់ទេបងមើលម្នាក់ស្រីនោះទៅរូបរាងស្អាតបាតបាយមកសុំទានវិញលុយមែនតើរើអេលោកមានឃើញលុយខ្ញុំអត់តែនេះមិនមែន
អេនោះនាងនៅនោះតើ អេនាងតោះបងឆាប់ទៅបងចង់ធ្វើអីហ្នឹង នាងញ៉ាំហើយចាប់ចេញទៅ ខ្ញុំជួយបោសផ្ទះឲ្យលោក មិនមែនកន្លែងទទួលការងារទេ ខ្ញុំជំពាក់បំណុលគេច្រើនណាស់បើចេញទៅប្រកាសជាស្លាប់ហើយ នាងឆាប់ធ្វើទៅ លោកមកវិញហ៎ឆាប់ញ៉ាំបាយទៅភ្លក់ស្នាដៃខ្ញុំមើលមិនដែរ គ្រាន់បើទៅអរគុណហើយដែលបានបោកអាវឲ្យនាងនឹងលាក់គេដល់ពេលណាទៀតទៅផ្ទះវិញទៅរៀបការនឹងខ្ញុំ នេះជាជំរើសរបស់ខ្ញុំបានហើយខ្ញុំទៅហើយ ពេលណានាងមកវិញ ខ្ញុំរកបានការងារហើយយំបន្តិចបានទៅវិញ អេសង្ស័យមកយើមានអីឡាននេះគ្រាន់បើតា មិនក៏បងដឹងថាខ្ញុំនៅទីនេះចូលអាណាម៉ូតូបងនេះជា mode e power ហើយក៏លក់ដាច់ខ្លាំងជាងគេដែរ E power អីខ្ញុំមិនយល់ទេឥឡូវនេះខ្ញុំត្រូវយកគេចេញធ្វើការហើយមិនយល់ពីឡាននេះក៏មិនយល់ពីគេនាងមិនចូលចិត្តជិះម៉ូតូទេព្រោះនាងខ្លាចគ្រោះថ្នាក់ខ្ញុំមើលទៅឯងគឺមិនសមនាងទេឯងគួរតែបបងទៅអូនជួយចិត្តឡានឥឡូវឬក៏ម៉ូតូពីមុន ម៉ូតូពីមុនជិះទៅខ្យល់បក់ខ្លាំងពេក ឆាប់ឡើងឡានទៅ បងឯងដឹងរឿងអស់ហើយហ៎ ពួកយើងបែកគ្នាទៅ ហេតុអីទៅ ពីមុនបងស្មានថាអូនជាអ្នកសុំទានទៅបងអាណិតតែពេលនេះអ្នកដែលគួរអាណិតនោះគឺជាបងទៅវិញទេ អូនគ្មានចេតនាកុហកបងទេ អូនធ្វើបែបនេះក៏ព្រោះតែអូនចង់សប្បាយមែនទេតែមិនអីទេ តើបងអត់ស្ដាយក្រោយទេហ៎ អត់ទេ អេស្រីស្អាតធ្វើសង្សារខ្ញុំបានអត់ តែពួកយើងមិនដែលស្គាល់គ្នាទេ តែខ្ញុំស្រឡាញ់នាង កុំទុកចិត្តគេពេកមនុស្សប្រុសស្រឡាញ់លឿនក៏អាចបាយលឿនដែរមើលចិត្តគ្នាឲ្យយូរតិចទៅស្រឡាញ់គ្នាបានយូរអង្វែងមិនអីទេខ្ញុំមិនងាយស្រឡាញ់គេណា ពេលព្រឹកអញ្ចឹងញ៉ាំនំប៉័ងនេះសិនទៅអេនាងចូលចិត្តនំប៉័ងនេះអត់ មិនក៏លោកដឹងថាខ្ញុំចូលចិត្តញ៉ាំនំប៉ាវ ជុំមិញឃើញនាងដាក់លើ story នោះមួយរយៈនេះនាងមិនអាចផឹកទៅជាក់បានទេតែនៅមានរឿងមួយទៀតគឺខ្ញុំស្រឡាញ់នាងណាស់ លោកនិយាយរាប់ពាន់ដងហើយតែចាំមើលទង្វើលោកមើល សូមស្រឡាញ់នាងនៅផ្ដាច់ផ្កាមួយបាច់នេះហើយខ្ញុំស្រឡាញ់នាងធ្វើសង្សារខ្ញុំបានទេ បានបងស្រឡាញ់អូនខ្លាំងអត់ ខ្លាំងតា បងអាចស្រឡាញ់អូនបានយូរប៉ុណ្ណា មួយជីវិតឌីហ្វាទៅហើយ អូនចង់មើលកូនបងទៅមើលជាមួយអូនទៅ បងកំពុងរវល់មើលកូនអីចាំថៃក្រោយទៅបងឆាប់មកធ្វើអីទៀតបងកំពុងលេងហ្គេមណា បងតុក្កតាស្អាតណាស់ នៅចង់បានទឹកតាយទៀតពួកយើងស្រឡាញ់គ្នាយូរហើយតាមិនមែនដូចការស្រឡាញ់គ្នាដំបូងណាញ៉ាំអីទៀតហើយមិនក៏មិនចេះធ្វើម្ហូបធ្វើអីអញ្ចឹង មុនគឺបង បងទីញ៉ាំអីនៅក្រៅយកនឹងមកវិញ ការស្រឡាញ់គ្នាដំបូងបងមិនដែលអូនចូលផ្ទះបាយទេតែឥឡូវបងប្រើអស់ហើយបងឆានទៅពីណាគេនឹង មិត្តបងឆ្ងល់ឯងប៉ុណ្ណឹងរឿងម៉េច មិនអូនទេទៅមិនលើក ទូរស័ព្ទបងអត់ថ្ម
បងទៅមើលកូនមួយណាគេ អូនកម្រើករឿងពេកមើល បងនៅស្រឡាញ់អូនទេ មិនក៏សួរពាក្យតែអញ្ចឹងមួយថ្ងៃអូនឯងសួរបងមិនដងបងពិតជាធុយអូនឯងបានហើយបាយគ្នា អេខ្ញុំព្រមធ្វើសង្សារគេតែទប់ស្គាល់គ្នាបានមួយថ្ងៃហ្នឹងគាត់ថាស្រឡាញ់ខ្ញុំខ្លាំងណាស់ហើយអត់ការខ្ញុំឲ្យបាច់ធំណាស់មនុស្សប្រុសដែលស្រឡាញ់ឯងលឿនក៏ឆាប់បោះបង់ឯងលឿនដែរយល់ល្អមួយចិត្តគ្នាយូរតិចទៅល្អមិនអីទេខ្ញុំទុកចិត្តគេក្រោយមកទៅខ្ញុំដឹងថាការស្រឡាញ់របស់គេគឺជាការលេងសើចទេក្តីស្រឡាញ់យូរតិចទៅយូរអង្វែង បងស្រី អីទៅយកនំប៉័ងមក ឲ្យគេ ឆាប់យកមកលោកណែខ្ញុំឲ្យយកតាំងម្ដងមក មើលទៅក៏ខ្វក់បងទិញខ្លួនឯងទៅលោកឈ្មោះអីដែរ ស៊ីធានលោកមិនមែនគួតទេ ស្អែកមកធ្វើការនៅក្រុមហ៊ុនខ្ញុំមក អរគុណអ្នកនាងហើយឲ្យគេមកធ្វើការធ្វើអីសន្តិសុខមែនសន្តិសុខក៏បានសន្តិសុខក៏បានដែរសូមចេញអ្នកស្រីឈៀង អរគុណ ឈប់សិនអ្នកស្រីឈៀង មានអីមែនទេមានអីឲ្យខ្ញុំមែនរបស់នឹងមែនខ្ញុំចេះចិត្តវាអ្នកស្រីឈីង បងស្រីមិនអីទេខ្ញុំនាំទៅមន្ទីរពេទ្យអ្នកជំងឺមានបញ្ហាភ្នែកធ្ងន់ធ្ងរមានតែវិធីមួយទេទៅដូរកែវភ្នែកមានពេលប្រហែលទៅយ៉ាងឆាប់បំផុតគឺក្នុងខែនេះបើមិនទាន់ទេមិនអាចជួយបានទេបងស្រីមើលឃើញទេ ឌីប៉ា មើលឃើញហើយបងស្រីពិតមើលឃើញមែនគួរតែអរគុណស៊ីធានណាស៊ីធាន កុំឲ្យខ្ញុំនិយាយទេក៏បានដូរកែភ្នែកបងស្រី គេណែណា ខ្ញុំមិនដឹងទេ បងទៅរកគេបងត្រូវទៅរកគេ បងស្រីស៊ីធាន អេមិនដឹង សុំទោសខ្ញុំច្រឡំនឹងឯងស៊ីធានលោកនៅណាស៊ីធាន ម៉ែ
បងអាបងចង់នាំម៉ែទៅណាបងម៉ែទៅណាហ្នឹងអបអូនណាបងថានាំម៉ែទៅលេខទីក្រុងម្ដងហ្នឹងណាបងអាធ្វើអញ្ចឹងមកកើតទេយើងបាននិយាយគ្នាហើយថាចិញ្ចឹមម៉ែមួយខែម្នាក់តែឥឡូវនេះខ្ញុំយកមកទៅបានប្រហែលថ្ងៃតើបង ប្អូនថ្លៃពួកយើងក៏ធ្វើតាមឯងដែរកាលមុនពួកយើងយកម៉ែទៅមិនទាន់បានប្រមាណផងឯងក៏យកមកវិញហើយថ្ងៃនេះក៏ជាថ្ងៃពិសេសរបស់ម៉ែដែរ មិនបានទេម៉ែតោះទៅវិញអបអូនណាស្ដាប់បងនិយាយសិនមើលថ្ងៃនេះមិនមែនជាថ្ងៃធម្មតាទេឯងដឹងថាជាថ្ងៃអ្វីទេខ្ញុំដឹងតើបងថ្ងៃនេះគឺជាថ្ងៃខួបកំណើតម៉ែអញ្ចឹងហើយទូខ្ញុំខំធ្វើការឲ្យរួចទើបមកកំដរម៉ែហ្នឹងណាបងអបអូនណាបងដឹងថាឯងតាំងពីតូចមកក៏កតញ្ញូចំពោះម៉ែដែរប៉ុន្តែថ្ងៃនេះមិនបានទេចាប់ទុកថាបងសុំចុះណាបងខ្ញុំដឹងថាខ្ញុំនៅស្រុកស្រែគ្មានរបស់ល្អដូចបងនៅទីក្រុងទេប៉ុន្តែនៅពេលដែលខ្ញុំមានរបស់ល្អខ្ញុំតែងតែទុកឲ្យម៉ែទាំងអស់ហ្នឹងម៉ែគាត់នៅទីនេះមួយជីវិតរបស់គាត់ហើយបងចង់ឲ្យគាត់ដាច់អាឡ័យពីកន្លែងនេះមែនទេគាត់នៅផ្ទះមួយនេះតាំងពីខ្ញុំនៅក្មេងនិងបងនៅក្មេងមកម្លេះនេះគឺជាកន្លែងរស់នៅជាអនុស្សាវរីយ៍ដ៏ល្អមួយបងមកគួរណាស់បង្ខំគាត់រៀបចំជីវភាពរស់នៅរបស់គាត់ទេជាកូនណាត្រូវតាមចិត្តម៉ែឯងនិយាយនេះពិតជាត្រូវណាស់បងមិនដែលយល់ពីអារម្មណ៍ម៉ែសោះម៉ែចិញ្ចឹមយើងតាំងពីក្មេងរហូតដល់ធំគឺគាត់លំបាកខ្លាំងណាស់បងគិតថានៅពេលដែលបងមានបានហើយបងនឹងនាំម៉ែទៅនៅទីក្រុងដើម្បីឲ្យគាត់សោយសុខមិននឹកស្មានថាគាត់មិនដាច់អាឡ័យពីផ្ទះមួយនេះសោះព្រោះគ្រប់កន្លែងរស់នៅតែងតែមានស្រមោលពួកយើងតាំងពីតូចទាំងពីរនាក់ជាមួយនឹងម៉ែឥឡូវចេះទៅទុកឲ្យម៉ែអ្នកសម្រេចចិត្តទៅល្អទេកូនប្រុសឈប់ដណ្ដើមគ្នាទៅឥឡូវចេះទៅណារឿងនេះទុកឲ្យម៉ែអ្នកសម្រេចចិត្តម៉ែដឹងពួកឯងទាំងពីរសុទ្ធតែកតញ្ញូចំពោះម៉ែឥឡូវចេះទៅយើងទៅក្រុងទាំងអស់គ្នាទៅល្អទេថ្ងៃស្អែកចាំយើងមកវិញម៉ែក៏នឹកចៅទាំងពីរដែរបាទម៉ែខ្ញុំតាមម៉ែទាំងអស់បាទម៉ែខ្ញុំក៏តាមម៉ែដែរ អញ្ចឹងពួកយើងឡើងឡានទៅលោកម្ហូបរបស់លោកបានមកដល់ហើយខ្ញុំអាសានិយាយជាមួយនឹងថៅកែថាលោកអាសាម្ហូបនៅទីនេះណាយ៉ាងមិនដែរលោកតែមានរសជាតិយ៉ាងណាដែរលោកមិនក៏លោកស្រក់ទឹកភ្នែកអញ្ចឹងតែមានរឿងអីមែនទេ អូដោយសារម្ហូប សុំទៅផងលោកម្ហូបនេះអមស្រីម្នាក់គាត់ជាអ្នកធ្វើរាល់ពេលដែលគាត់ធ្វើគាត់ស្រក់ទឹកភ្នែកដូចជាលោកអញ្ចឹង ចូលឥឡូវគាត់នៅណា គេគាត់នៅផ្ទះបាយខាងក្រៅចាអរគុណអ្នកម៉ាក់ខ្ញុំចូលចិត្តញ៉ាំម្ហូបធ្វើពីស្នាដៃអ្នកម៉ាក់កូនបើកូនចូលចិត្តចាំម៉ាក់ធ្វើឲ្យហូររហូតណាកូនណាចាំម៉ាក់នៅទីហើយម៉ាក់ទៅបន្ទប់តាមមួយផ្លែណាបាទអេអាប្អូនឯងមកតែម្នាក់ឯងទេហ្នឹងឥឡូវមកទៅជាមួយពូទៅពូមានរបស់លេងច្រើនណាស់មក កូនទៅណាហើយ ម៉ាខ្ញុំជាកូនប្រុសរបស់ម៉ាអូឯងគឺម៉ាខ្ញុំជាកូនប្រុសរបស់ម៉ាក់នោះអីអូឯងពិតជាកូនប្រុសរបស់ខ្ញុំមែនឯងបាត់ទៅណាម៉ាក់រឹងចាំឯងរយៈពេល30ឆ្នាំហើយកូនប្រុសម្ដាយ បងប្រុសបើកលើបានប្រមាណ 500 បងប្រុសពេលចេញធ្វើការយើងរើទៅញ៉ាំអីឯង បានតើពិសីភ័យបងមែនសួស្ដីលោកកែបើកប្រាក់រង្វាន់ទេត្រូវហើយប្រាក់រង្វាន់លើកនេះបានម្នាក់ 5000 ទៅត្រូវទេ 5000អីនេះបានតែ500ហ្នឹងស្អីគេបង5000អីបានតែ500ហ្នឹង អាចឆាយតើមានរឿងអីមែនទេបងប្រុសពួកនេះធ្វើការមិនល្អផងដឹងចង់បានប្រាក់លើកទៅចិត្តអីទេឲ្យប៉ុណ្ណឹងវាសមហ៎មិនក៏ឯងធ្វើអញ្ចឹងពួកគេគឺជាបុគ្គលិករបស់យើងណាយើងមិនដឹងទេឯងឆាប់បើកលុយគេវិញបានចង់មានរឿងមួយយើងមកជួបខ្ញុំនៅអូហ្វីសសួស្ដីលោកតកែ
ឆាតុងថ្ងៃនេះពិសេសមិនមកធ្វើការទេបាទមិនឃើញមកទេមិនអីទេមានដឹងទេថាហេតុអីបាននាងមិនមកធ្វើការបាទលោកតកែបាទខ្ញុំអត់ដឹងទេលោកតកែមានរឿងអីមែនទេឆាប់ប្រាប់ខ្ញុំមកបាទខ្ញុំពិតជាអត់ដឹងមែនឆាប់ប្រាប់ខ្ញុំមុនណាមិនអីទេណាប្រាប់មកលោកតកែតាមខ្ញុំដឹងលោកប្រធានឆាយបានដេញនាងចេញបាត់អី500នាងចំអីទៀតអ្នកដឹងទេខ្ញុំជាបងប្អូនចដូនមួយនឹងម្ចាស់ក្រុមហ៊ុនណាខ្ញុំប្រាប់នាងឲ្យហើយទៅចោះនាងយកលុយនេះហើយឆាប់ចេញទៅមិនអីទេស្អែកនេះឯងជួយប្រាប់នាងឲ្យនាងមកធ្វើការវិញផងណាថាខ្ញុំហៅនាងមកវិញពីស្អីលោកតកែមិនអីទេណានាងធ្វើការបានល្អហើយឥឡូវនេះមកធ្វើការថ្មីជាមួយខ្ញុំបានយកសាប៊ូដែលជាផលិតផលថ្មីនាំមកចូលក្រុមហ៊ុននេះវាល្អប្រើណាស់ឥឡូវនាងសាក់យកទៅប្រើទៅចាលោកតកែលោកតកែសាប៊ូនេះពិតជាល្អប្រើមែនពេលខ្ញុំដោះទៅមករលលងឡើងសាច់តុនទៀតផងចាប់ពីថ្ងៃនេះទៅនាងបន្តធ្វើការជាមួយនឹងការងារនេះហើយណាចាលោកតកែនាងទៅចុះសួស្តីតកែស្រីចាសួស្តីចឹងញ៉ាំអីដែរចាពួកយើងញ៉ាំអីទេតើតកែប្រុសក៏នៅទេតកែប្រុសបងនិយាយពីតកែចាស់មែនត្រូវហើយគាត់គឺជាអ៊ំប្រុសម្នាក់តើគាត់តាណាហើយអូបងចង់និយាយពីអតីតតកែហាងនេះមែនទេគាត់បានលក់ហាងនេះឲ្យខ្ញុំហើយតើមានរឿងអីមែនទេហើយមួយរយៈនោះគាត់ជួបការលំបាកខ្លាំងណាស់ឥឡូវនេះគាត់ក៏ធ្លាក់ខ្លួនឈឺធ្ងន់ទៀតគួរអាណិតគាត់ណាស់ចឹងនឹងថាឥឡូវគាត់នៅណាផ្ទះគាត់បងចាំតិចនេះអាស័យដ្ឋានផ្ទះគាត់បងសាកទៅមើលសិនទៅចឹងខ្ញុំអរគុណហើយអ៊ំស្រីតើកន្លែងនេះទៅតាមផ្លូវណាចាអរគុណលោកអ៊ំលោកអ៊ំយ៉ាងម៉េចហើយក្មួយជាអ្នកណាក្មួយគឺជាក្មេងស្រីម្នាក់ដែលលោកអ៊ំឲ្យញ៉ាំមីកាលពី2ឆ្នាំមុនក្មួយកុំញ៉ាំអីណាកុំញ៉ាំអីចាំអ៊ំដាក់ថ្មីឲ្យចាំអ៊ំដាក់ថ្មីឲ្យណាលោកអ៊ំតែខ្ញុំគ្មានលុយទេមិនអីទេក្មួយស្រីអ៊ំមិនយកលុយទេក្មួយស្រីមីមិនដល់ហើយឆាប់ញ៉ាំទៅក្មួយលោកអ៊ំនៅចាំទេអូគឺក្មួយទេអ៊ំនៅចាំតើលោកអ៊ំខ្ញុំមកយឺតហើយតោះខ្ញុំជូនអ៊ំទៅមន្ទីរពេទ្យមិនអីទេក្មួយលំបាកដល់ក្មួយហើយមិនអីទេណាលោកអ៊ំកាលពីមុនលោកអ៊ំមិនត្រឹមឲ្យមីខ្ញុំមួយចាននោះទេលោកអ៊ំថែមទាំងបង្រៀនឲ្យខ្ញុំចេះរកប្រាក់ទៀតផងកាលពីឆ្នាំនោះបើមិនបានលោកអ៊ំជួយខ្ញុំទេជីវិតខ្ញុំមិនដឹងជាទៅជាយ៉ាងណាទេលោកអ៊ំបើលោកអ៊ំមិនយល់ទាស់ទេតើខ្ញុំអាចសុំធ្វើជាកូនស្រីរបស់លោកអ៊ំបានទេតើក្មួយនិយាយពិតមែនទេបើពិតមែនល្អណាស់អ៊ំមានកូនស្រីម្នាក់ទៀតហើយលោកប៉ាថ្ងៃក្រោយកូននឹងមើលថែលោកប៉ាអស់មួយជីវិតហើយកូនស្រីតើកូនឃ្លានទេចាំប៉ាធ្វើមីឯងញ៉ាំប៉ាសម្រាប់ចុះចាំខ្ញុំទៅធ្វើវិញសួស្តីអ្នកនាងបងធានមិនក៏បងនៅទីនេះអូនបងគឺមកធ្វើការបងមកធ្វើសន្តិសុខនៅទីនេះសៅយិននៅចោលធ្វើហ្នឹងមកចាប់តែធ្វើការអាយ៉ានេះក្រែងជាលោកប្រធានធានតាហ្នឹងក្រែងជាលោកប្រធានមិនក៏មកធ្វើសន្តិសុខចឹងបងតាពិតទៅកាំងយ៉ាងអ្វីក៏ដោយឲ្យតែសុចរិតអូអញ្ចឹងការងារអ្វីក៏ដោយឲ្យ
ឲ្យជាសុចរិតសន្តិសុខសុយយីថ្ងៃក្រោយកុំទៅពាក់ព័ន្ធអីជាមួយនឹងសន្តិសុខនឹងទៀតណា តែកូន បើឲ្យគេដឹងថាបងស្គាល់សន្តិសុខនឹងតើបងយកមុខទៅទុកឯណាទៅបងធានមិនក៏បងចង់បែកគ្នាជាមួយនឹងអូន តែពេលនេះគឺបងចង់បែកគ្នា បងមានរឿងអីអាចនិយាយជាមួយនឹងអូនបានទេ និយាយគ្នាក្នុងខ្លួនបងឥឡូវនេះអ្វីក៏គ្មានដែរនៅជាមួយបងគ្មានកំណត់ទេ បង អូនឆាប់ចេញទៅ